មកដល់សទី2គឺសសម្រាប់ធ្នាប់បាទគឺជាការរៀបចំរបស់របរឲ្យមានរបៀបរៀបរយងាយស្រួលយល់និងចំណេញពេលវេលានៅពេលដែលយើងអនុវត្តសទី2នេះគេតែងតែសួរសំណួរ3បើសិនជាអ្នកអនុវត្តឆ្លើយនឹងសំណួរ3នេះមានន័យថាការអនុវត្តសទី2គឺបានជោគជ័យហើយនឹងអនុវត្តបានល្អត្រឹមត្រូវបាទសំណួរទី1គឺគេសួរថាតើវាជារបស់អ្វីដូច្នេះអ្នកដែលអនុវត្តត្រូវតែឆ្លើយឲ្យបានថាវាជារបស់អ្វីគឺត្រូវតែបាទធ្វើស្លាកបាទឈ្មោះដើម្បីដាក់តាំងបង្ហាញឲ្យដឹងឲ្យសម្គាល់ថាវាជារបស់អ្វីវាឈ្មោះអីហើយដាក់កុំឲ្យទាបពេកខ្ពស់ពេកឬក៏ហ្វុនអក្សរតូចពេកឬក៏ធំពេកគឺដាក់ងាយស្រួលមើលហើយនឹងឆាប់ឃើញបាទសំណួរទី2គឺគេសួរថាតើវានៅឯណាបាទអញ្ចឹងអ្នកអនុវត្តត្រូវតែដោះស្រាយលើសំណួរទៅវានៅឯណាគឺយើងត្រូវធ្វើផ្ទះឲ្យវានៅបើមិនជាយើងអត់តាន់ដឹងថាវានៅណាទេប្រហែលជាវត្ថុឬក៏សម្ភារៈទាំងនោះម្ដងនៅទីតាំងនេះម្ដងនៅទីតាំងនោះអញ្ចឹងគេកំណត់បាទកំណត់ផ្ទះឲ្យទីរបស់នោះនៅវត្ថុនោះនៅគឺដោយយើងប្រើគំនូសបាទគំនូសឡាញបាទគំនូសសញ្ញាបាទឃុំព័ទ្ធនឹងជាមួយនឹងស្លាកឈ្មោះបាទទី3សំណួរសួរតើវាមានប៉ុន្មានដូច្នេះអ្នកដែលរៀបចំត្រូវតែរៀបវាឲ្យមានលំដាប់លំដោយរៀបវាឲ្យមានជាថ្នាក់ជាជួរឲ្យបានត្រឹមត្រូវបាទនេះចំពោះសទី2